សូមជម្រាបសួរថ្ងៃដែលយកភ្លេងចំបៃមកមិនជាមួយភ្លេងសម័យខ្ញុំសូមជម្រាបសួរគ្រាន់តែជាការគួរថ្ងៃនេះខ្ញុំបាទយកភ្លេងសម័យមកមិនជាមួយនឹងស្គរដៃព្រោះចង់ឲ្យភ្លេងប្របីនៅខ្មែរយើងមានគេដំណែតាំងដូនតាចង់ឲ្យភ្លេងខ្មែរមានប្រវត្តិដ៏អស្ចារ្យមានប្រវត្តិយូរលង់មានប្រវត្តិថ្លៃថ្លាព្រោះតែពេលនេះរូបខ្ញុំអាយុទើបតែនៅ20ចង់ចេះជីងរ៉េបខ្ញុំអឹមស៊ីសីចង់មានវលបីដូចបងវណ្ណដាប៉ុន្តែក្តីសម័យខ្ញុំមានតែត្រឹមសម័យព្រោះតែពេលនេះខ្ញុំដូចក្របកំពុងតែឆ្នៃនៅលើផ្លូវតន្ត្រីអាយុទើបតែនៅ20ចង់ចេះជីងរ៉េបខ្ញុំអឹមស៊ីសីតែរូបខ្ញុំមានក្តីស្រមៃនេះតាំងពីតូចចង់ខ្លាចទៅជាតារាល្បីបានជាខ្ញុំយកស្គរដៃមកជាមួយនឹងភ្លេងសម័យព្រោះចង់ឲ្យល្បីដូចគេដែរប៉ុន្តែពេលនេះរូបខ្ញុំបានត្រឹមតែសូសេជីងជាសុំនេច្រៀងជីងជាសុំនាមច្រៀងជូនពុកម៉ែបងប្អូនឥឡូវយកមករៀបរាប់ពីអប្សរារបស់ខ្មែរយើងយ៉ាសូមជម្រាបសួរខ្ញុំទុកជាការគួរខ្ញុំបាទមានឈ្មោះតពុនលឺរូបរៀងមិនសូវសង្ហាតែខ្ញុំនេះបានមោហាសាប់ពុនតែពេលនេះរូបខ្ញុំនេះគឺជាក្មេងម្នាក់ដែលចេះឆ្នៃយកភ្លេងសម័យមកជាមួយនឹងស្គរដៃព្រោះចង់ឲ្យគេដំណើរពីដូនតាយើងមានឈ្មោះល្បីដូចជាកំឡាក់អប្សរាមានគេឆ្លាក់នៅលើប្រាង្គសាលា